កូនស្រីចេះតែឆ្ងល់ថាហេតុអ្វីឪពុករបស់ខ្លួនតែងតែពាក់អាវដដែលជាង20ឆ្នាំតែថ្ងៃមួយពេលដឹងការពិតស្លុតចិត្តនិយាយលេងចេញកូនមួយចំនួនច្បាស់ជាមានអារម្មណ៍មួយថាខ្មាស់អៀនជាមិនខាននៅពេលដែលឃើញឪពុកម្ដាយរបស់ខ្លួននៅតែបន្តស្លៀកសម្លៀកបំពាក់ចាស់ហួសសម័យមិនស៊ីវិល័យចូលចំណោមគេឯងដូចបច្ចុប្បន្នក៏ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងនោះទេថាពេលខ្លះរាល់សម្លៀកបំពាក់ឬរបស់របរអ្វីមួយដែលពួកគាត់ខំថែរក្សាទុកនោះវាអាចមានបង្កប់នៅអត្ថន័យយ៉ាងជ្រាលជ្រៅធ្វើឲ្យយើងរំជួលចិត្តនិងភ្ញាក់ខ្លួនបានក្រោយដឹងពីការពិតជាក់ស្ដែងនារីជនជាតិជប៉ុនម្នាក់ដោយនាងបានបង្ហោះចែករំលែកនៅរូបប៉ុន្មានសន្លឹកនៅពេលបច្ចុប្បន្ននិងអតីតកាលកន្លងទៅរាប់សិបឆ្នាំមុនរបស់ឪពុកនាងបន្ទាប់ពីនាងបានដឹងការពិតនៃមូលហេតុដែលឪពុកនាងនៅតែបន្តពាក់អាវយឺតមួយគូពណ៌បៃតងនិងពណ៌លឿងអស់រយៈពេលជាង20ឆ្នាំកន្លងមកនេះគួររំលឹកផងដែរថានាងតែងតែមានអារម្មណ៍មិនល្អនិងគិតថាឪពុករបស់នាងហាក់ដូចជាមនុស្សចាស់កំរិលនិងមិនទាន់សម័យសោះព្រោះរាល់លើកគឺឪពុករបស់នាងក៏តែងតែពាក់អាវយឺតចាស់នេះដដែលរាប់សិបឆ្នាំមកហើយទោះបីជាយ៉ាងណានាងមិនដែលហ៊ានសួរនាំវែងឆ្ងាយដាក់ឪពុកនាងឡើយលុះដល់ថ្ងៃមួយនាងក៏បានរកឃើញរូបថតចាស់របស់ឪពុកម្ដាយនាងប៉ុន្មានសន្លឹកក្នុងថ្ងៃក្រេតទឹកឃ្មុំរបស់ពួកគាត់ជាមួយនឹងដំណើរកម្សាន្តផ្សេងជាច្រើនកន្លែងទៀតដោយនៅក្នុងរូបថតនោះឪពុកម្ដាយនាងបានពាក់អាវយឺតនោះពណ៌បៃតងនិងពណ៌លឿងដែលជាគូស្នេហ៍ដ៏ផ្អែមល្ហែមក៏ប៉ុន្តែជាអកុសលម្ដាយរបស់នាងបានស្លាប់អស់រយៈពេល18ឆ្នាំមកហើយដោយសារកើតជំងឺមហារីកទោះបីជាយ៉ាងណាឪពុកនាងនៅតែរក្សាអាវយឺតមួយគូនោះទុកហើយគាត់ក៏តែងតែលើកវាយកមកពាក់ជារឿយផងដែរហេតុនេះហើយទើបធ្វើឲ្យនាងដឹងថាឪពុករបស់នាងគឺពិតជាមនុស្សដែលមានការយកចិត្តទុកដាក់ខ្ពស់មានភក្ដីភាពស្រឡាញ់ស្មោះស្ម័គ្រនិងដើម្បីរំលឹកដល់រាល់អនុស្សាវរីយ៍កន្លងមកដែលគាត់ធ្លាប់បានសាងបើទោះបីជាពេលនេះភរិយារបស់គាត់ស្លាប់ទៅហើយក្ដីនាងក៏បានសរសេររៀបរាប់យ៉ាងដូចនេះនៅលើបណ្ដាញសង្គមថាខ្ញុំតែងតែមានការងឿងឆ្ងល់ទៅកាន់គាត់ហេតុអ្វីបានជាគាត់នៅតែបន្តពាក់អាវយឺតចាស់នេះហើយហេតុអ្វីបានជាគាត់មិនព្រមទិញអាវថ្មីមួយទៀតទៅប៉ុន្តែផ្ទុយទៅវិញខ្ញុំគឺពិតជាមិនដែលនឹកគិតដល់សោះថាអាវយឺតនេះវាពោពេញទៅដោយអនុស្សាវរីយ៍ដ៏មានអត្ថន័យពិសេសយ៉ាងច្រើនបែបនេះសម្រាប់គាត់តតែសោះនាងបានឲ្យដឹងទៀតថារាល់ពេលដែលឪពុករបស់នាងលើកអាវនេះយកមកពាក់គឺគាត់ប្រុងប្រយ័ត្នបំផុតខ្លាចដាច់រហែកណាស់ឪពុករបស់នាងក៏តែងតែពាក់អាវយឺតនេះសម្រាប់តែក្នុងឱកាសពិសេសណាមួយដូចជាកម្មវិធីផ្សេងនៅកន្លែងការងាររបស់គាត់ឬដំណើរកម្សាន្តផ្សេងជួបជុំបងប្អូនគ្រួសារតែប៉ុណ្ណោះនាងបានបន្ថែមចុងក្រោយថាចាប់ពីពេលនេះទៅនាងនឹងរៀនសម្លឹងមើលពីអតីតដ៏ល្អឲ្យបានច្រើនហើយនាងក៏បានសន្យាចំពោះខ្លួនឯងផងដែរថានាងនឹងមិនបោះបង់ចោលរបស់របរដែលជាអនុស្សាវរីយ៍ឬអ្វីផ្សេងដែលគិតថាមានតម្លៃដែលគ្រួសារនាងបានផ្ដល់ឲ្យទៀតឡើយចុះបងប្អូនប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងរ៉ាវរបស់នារីស្រស់ស្អាតម្នាក់នេះ